ta trong chuyện cứ đại quân lục thiếp ថ្ងៃនេះជាថ្ងៃកាន់បិណ្ឌវេនទី14នេះនៅតាមគេហដ្ឋានរបស់បងប្អូនទាំងអស់គ្នាមានបានវិចនំជុំគ្នានៅចាជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ vlog ថ្មីរបស់ខ្ញុំនៅក្នុងវីដេអូនេះខ្ញុំបានមកវិចនំជាមួយនឹងបងប្អូនអ៊ំពូមីងនៅខាងភូមិប្រហូតក្រុងស្រីសុផាន់ខេត្តបន្ទាយមានជ័យសម្រាប់នំថ្ងៃនេះយើងមាននំអន្សមចេកនំអន្សមជ្រូកហើយមានអន្សមជ្រូកដាក់ស្នូលពងទាប្រៃទៀតហើយខ្ញុំក៏ជាបទពិសោធន៍លើកទី1ដែរដែលខ្ញុំវិចអន្សមនៅនេះបានចំនួន5ហើយស្អាតទៀតនេះដូចតែបងប្អូនបានឃើញអន្សមផងខ្ញុំហើយបាន3ហើយខ្ញុំធ្វើវីដេអូនេះឡើងខ្ញុំសង្ឃឹមថាបងប្អូនជំនាន់ក្រោយគាត់មិនភ្លេចនំខ្មែររបស់យើងហើយមិនភ្លេចពីទំនៀមទម្លាប់វិចនំខ្មែររបស់យើងសម្រាប់រូបខ្ញុំផ្ទាល់នៅពេលរដូវកាលបុណ្យភ្ជុំនេះគឺយើងតែងតែជុំគ្នាជាមួយនឹងគ្រួសារវិចនំខ្មែរជាមួយគ្នាគឺពេលវេលានេះគឺពិតជាមានតម្លៃមែនទែនដោយសារតែក្រៅពីពេលនេះគឺយើងម្នាក់សុទ្ធតែរវល់ធ្វើការងាររៀងខ្លួនអត់មានពេលបានមកជួបជុំគ្នាចឹងទេនៅក្នុង vlog របស់ខ្ញុំនេះគឺមានតែប៉ុណ្្នឹងឯងគឺសកម្មភាពវិចអន្សមជាមួយនឹងបងប្អូនអ៊ំពូមីងនៅក្នុងភូមិហើយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះនាងខ្ញុំក៏សូមជូនពរបងប្អូនទាំងអស់គ្នាទទួលទានបានសុខសុវត្ថិភាពនៅពេលដែលធ្វើដំណើរនៅលើដងផ្លូវនិងជួបតែរឿងល្អៗអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះរហូតដល់ចប់ជួបជាមួយនឹងនាងខ្ញុំនៅវីដេអូបន្ទាប់ទៀតកុំភ្លេចជួយ follow និងឲ្យបេះដូងផងណាអរគុណបាយបាយ